ស្ថានភាពកាន់តែឡើងកម្ដៅនាយករដ្ឋមន្ត្រី Greenland ឲ្យពលរដ្ឋខ្លួនត្រៀមស្បៀងទុកខណៈលោកត្រាំបន្តគម្រាមយកដែនកោះមួយនេះឲ្យបាននាយករដ្ឋមន្ត្រី Greenland លោក Jan Frederiksen Nielsen បានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី21ខែមករាថាចំនួនយោធាទំនងជាមិនកើតឡើងនោះទេប៉ុន្តែក៏មិនអាចច្រានចោលបានដែរលោកបានប្រាប់ពលរដ្ឋខ្លួនឲ្យរៀបចំផែនការទុកមុននិងស្តុកទុកស្បៀងអាហារក្នុងករណីមានសេណារីយ៉ូចំនួនគណៈប្រធានាធិបតីអាមេរិកលោក Donald Trump នៅតែបន្តគម្រាមកំហែងដណ្ដើមយកដែនកោះនេះឲ្យបានតាមការចុះផ្សាយរបស់ South China Morning Post លោក Nielsen បានប្រកាសថារដ្ឋាភិបាល Greenland នឹងបង្កើតក្រុមការងារមួយដើម្បីជួយប្រជាជនក្នុងការរៀបចំសម្រាប់សេណារីយ៉ូសំខាន់ក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេប្រសិនបើចំនួនផ្ទុះឡើងមែនរដ្ឋាភិបាលក៏កំពុងបង្កើតគោលការណ៍ណែនាំថ្មីដើម្បីផ្សព្វផ្សាយដល់សាធារណជនដែលណែនាំឲ្យគ្រួសារនីមួយៗស្តុកទុកស្បៀងអាហារគ្រប់គ្រាន់យ៉ាងហោចណាស់ក៏5ថ្ងៃដែរថ្លែងនៅក្នុងសន្និសីទសារព័ត៌មានដដែលនោះអតីតនាយករដ្ឋមន្ត្រីនិងជាប្រធានទីភ្នាក់ងារហិរញ្ញវត្ថុលោក Maud B. Eddy បាននិយាយថាកោះកំពុងស្ថិតនៅក្រោមសម្ពាធយ៉ាងខ្លាំងហើយត្រូវត្រៀមខ្លួនសម្រាប់សេណារីយ៉ូទាំងអស់ដោយមិនអាចប្រហែសបានឡើយដើម្បីពង្រឹងសន្តិសុខ Greenland ដាណឺម៉ាកនិងប្រទេសចំនួន7ជាសមាជិកអង្គការ NATO បានដាក់ពង្រាយក្រុមបុគ្គលិកយោធាទៅកាន់កោះក្នុងក្របខ័ណ្ឌនៃសមយុទ្ធ Arctic Endurance ក្រោយមកលោកត្រាំបានគម្រាមដាក់ពន្ធ 10% លើបណ្ដាប្រទេសទាំង8រហូតដល់អាមេរិកឈានដល់កិច្ចព្រមព្រៀងពេញលេញដើម្បីទិញកោះ Greenland លោកត្រាំថែមទាំងបានបង្ហោះរូបថតដែលបង្កើតឡើងដោយ AI នៅលើគណនី Truth Social ដែលបង្ហាញគាត់និងអនុប្រធានាធិបតី JD Vance ព្រមទាំងរដ្ឋមន្ត្រីការបរទេស Marco Rubio កំពុងដោតទង់ជាតិអាមេរិកនៅលើទឹកដីទឹកកកនិងព្រិលនៅជាប់នឹងស្លាកសញ្ញាមួយដែលសរសេរថា Greenland នឹងក្លាយជាទឹកដីអាមេរិកចាប់ពីឆ្នាំ2026ក្រុមអ្នកវិភាគយោធាលើកឡើងថាសហរដ្ឋអាមេរិកនឹងមិនមានបញ្ហាច្រើនទេប្រសិនបើខ្លួនជ្រើសរើសប្រើប្រាស់កម្លាំងដើម្បីគ្រប់គ្រងកោះនេះ Greenland មានប្រជាជនត្រឹមតែ 56,000 នាក់ប៉ុណ្ណោះនៅលើតំបន់ដែលមានទំហំធំជាងរដ្ឋតិចសាស3ដងខណៈដែលអាមេរិកមានមូលដ្ឋានយោធានៅភាគខាងជើងបំផុតនៃកោះនេះធ្លាក់ចុះពីមូលដ្ឋានចំនួន17ក្នុងសង្គ្រាមលើកលោកទី2កាលពីចុងសប្តាហ៍ប្រជាជននៅលើកោះរាប់ពាន់នាក់បានដង្ហែក្បួននៅទីក្រុងនោះដើម្បីប្រឆាំងតវ៉ាចេតនារបស់លោកត្រាំក្នុងការគ្រប់គ្រង Greenland កាលពីដើមខែនេះទីភ្នាក់ងារសារព័ត៌មាន Reuters ក៏បានរាយការណ៍ថាមន្ត្រីអាមេរិកកំពុងពិភាក្សាអំពីផែនការមួយដើម្បីបង់ប្រាក់ឲ្យប្រជាជនម្នាក់ៗចន្លោះពី $10,000 ទៅ $10,000 ដើម្បីបញ្ចុះបញ្ចូលពួកគេឲ្យផ្លាច់ខ្លួនចេញពីប្រទេសដាណឺម៉ាកដើម្បីឆ្ពោះទៅរកការបញ្ចូលសហរដ្ឋអាមេរិកទៅក្នុងទឹកដីរបស់ខ្លួនជាមួយគ្នានេះលោកត្រាំបានប្រកាសជំហរយ៉ាងម៉ឺងម៉ាត់យកកោះ Greenland ដោយមិនអាចបកក្រោយបានទេប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានបង្កើនការគំរាមកំហែងកាន់តែខ្លាំងក្នុងការចូលគ្រប់គ្រងកោះ Greenland ដោយបាននិយាយនៅលើបណ្ដាញសង្គមថាមិនអាចបកក្រោយបានទេហើយថាកោះ Greenland ពិតជាចាំបាច់ណាស់នៅក្នុងសន្និសីទសារព័ត៌មានមួយនៅសេតវិមានលោកត្រាំត្រូវបានចោទសួរថាតើលោកហ៊ានបោះជំហានដល់កម្រិតណាដើម្បីទទួលបានកោះ Greenland ហើយលោកបានឆ្លើយតបថាអ្នកនឹងបានដឹងនៅពេលក្រោយទន្ទឹមនឹងនេះប្រធានាធិបតីបារាំងលោក Emmanuel Macron បានព្រមាននៅក្នុងកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកក្នុងប្រទេសស្វីសអំពីការផ្លាស់ប្ដូរទៅរកពិភពលោកដែលគ្មានច្បាប់ទម្លាប់គណៈនាយករដ្ឋមន្ត្រីកាណាដាលោក Mark Carney បាននិយាយថាសណ្ដាប់ធ្នាប់ចាស់នឹងមិនវិលត្រឡប់មកវិញនោះទេយ៉ាងណាមិញសារព័ត៌មាន BBC បានសួរលោកត្រាំថាតើការបែកបាក់សម្ព័ន្ធភាព NATO គឺជាតម្លៃដែលប្រធានាធិបតីរុកនេះសុកចិត្តបង់ដើម្បីទទួលបានកោះ Greenland ដែរឬទេលោកបានឆ្លើយតបថាគ្មាននរណាម្នាក់បានធ្វើអ្វីសម្រាប់ NATO ច្រើនជាងខ្ញុំនោះទេតាមគ្រប់រូបភាពលោកថែមទាំងបាននិយាយថា NATO នឹងសប្បាយចិត្តហើយយើងក៏នឹងសប្បាយចិត្តដែរហើយថាយើងត្រូវការវាសម្រាប់សន្តិសុខពិភពលោកប៉ុន្តែមុននេះលោកចោទសួរថាតើ NATO នឹងជួយសហរដ្ឋអាមេរិកដែរឬទេប្រសិនបើមានតម្រូវការចាំបាច់លោកបានឆ្លើយតបដោយខ្លួនឯងថាសហរដ្ឋអាមេរិកនឹងទៅជួយ NATO ប៉ុន្តែលោកនៅតែសង្ស័យថា NATO ប្រហែលជាមិនមកជួយអាមេរិកទេគួរឲ្យដឹងថា NATO
ជាអង្គការសន្ធិសញ្ញាអាត្លង់តិកខាងជើងបច្ចុប្បន្នមានរដ្ឋសមាជិកចំនួន32ដែលក្នុងនោះសហរដ្ឋអាមេរិកគឺជាប្រទេសស្ថាបនិកមួយក្នុងចំណោមប្រទេសស្ថាបនិកទាំង12បន្ថែមពីលើនេះបារាំងបានស្នើឲ្យមានសម្ពយុទ្ធយោធា NATO លើកោះ Greenland ចំពេលមានសម្ពាធខ្លាំងពីលោក Donald Trump ការិយាល័យរបស់ប្រធានាធិបតី Emmanuel Macron បានប្រកាសនាថ្ងៃពុធទី21ខែមករាឆ្នាំ2026ថាប្រទេសបារាំងបានស្នើឲ្យមានសម្ពយុទ្ធយោធារបស់អង្គការ NATO នៅលើកោះ Greenland ហើយត្រៀមខ្លួនរួចជាស្រេចក្នុងការបញ្ជូនកងកម្លាំងចូលរួមខណៈដែលភាពតានតឹងបានកើនឡើងជុំវិញការជំរុញរបស់ប្រធានាធិបតីអាមេរិក Donald Trump ក្នុងការចង់បានទឹកដីតំបន់អាកតិចមួយនេះតាម Reuters សំណើនេះធ្វើឡើងខណៈដែលលោក Trump កំពុងធ្វើដំណើរទៅកាន់វេទិកាសេដ្ឋកិច្ចពិភពលោកក្នុងទីក្រុង Davos ដែលនៅទីនោះលោកត្រូវបានគេរំពឹងថានឹងបង្កើនការអំពាវនាវឲ្យអាមេរិកគ្រប់គ្រងកោះ Greenland បើទោះបីជាមានការជំទាស់ពីសម្ព័ន្ធមិត្តអឺរ៉ុបក៏ដោយដែលនេះកំពុងធ្វើឲ្យទំនាក់ទំនងឆ្លងមហាសមុទ្រអាត្លង់តិកកាន់តែមានភាពរកាំរកូសខ្លាំងឡើងថ្លែងនៅក្នុងទីក្រុង Davos កាលពីថ្ងៃអង្គារលោកម៉ាក្រុងបានលើកឡើងថាអឺរ៉ុបនឹងមិនចោះចាញ់អ្នកដែលប្រើប្រាស់អំណាចគំរាមកំហែងនោះទេដោយលោកបានរិះគន់ការគំរាមកំហែងរបស់លោក Donald Trump ក្នុងការដំឡើងពន្ធគយឲ្យខ្ពស់បើអឺរ៉ុបប្រឆាំងនឹងផែនការរបស់លោកលើពីនេះមន្ត្រី NATO បានប្រមានថាជំហររបស់លោក Trump លើកោះ Greenland ប្រឈមនឹងការធ្វើឲ្យសម្ព័ន្ធភាពបាត់បង់ស្ថិរភាពរួមជាមួយការព្រួយបារម្ភថាចំនួននេះអាចនឹងធ្វើឲ្យប៉ះពាល់ដល់សន្តិសុខរួមក្នុងកំឡុងពេលដែលលោកមានភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយកើនឡើងខ្លាំងបែបនេះប្រធានាធិបតីបារាំងលោកម៉ាក្រុងបានប្រាប់វេទិកាសេដ្ឋកិច្ចពិភពលោកថាពិភពលោកកំពុងជួបប្រទះនឹងការផ្លាស់ប្ដូរពោលគឺជាការផ្លាស់ប្ដូរចេញពីការគោរពច្បាប់និងច្បាប់អន្តរជាតិលោកបានបន្តថាវាគឺជាការផ្លាស់ប្ដូរឆ្ពោះទៅរកពិភពលោកមួយដែលគ្មានច្បាប់ជាកន្លែងដែលច្បាប់អន្តរជាតិត្រូវបានគេជន់ឈ្លីហើយជាកន្លែងដែលច្បាប់តែមួយគត់ហាក់ដូចជាមានសារៈសំខាន់គឺជាច្បាប់របស់អ្នកខ្លាំងជាងគេបន្ថែមពីលើនេះផងដែរលោក Trump បានដកបុគ្គលិកចេញពីអង្គការសំខាន់របស់ NATO និងចាត់ទុកសម្ព័ន្ធភាពនេះគឺជាការគំរាមកំហែងរដ្ឋបាលរបស់ប្រធានាធិបតី Donald Trump បានសម្រេចចិត្តកាត់បន្ថយចំនួនបុគ្គលិកយោធានិងទីភ្នាក់ងារស៊ើបការសម្ងាត់ប្រមាណជា200នាក់ចេញពីអង្គភាពបញ្ជាការដ្ឋានយុទ្ធសាស្ត្រសំខាន់របស់អង្គការ NATO ដែលសេចក្តីថ្លែងការណ៍នេះកំពុងបង្កឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងក្នុងចំណោមបណ្ដាប្រទេសនៅអឺរ៉ុបបុគ្គលិកទាំងនោះត្រូវបានដកចេញពីមណ្ឌលសំខាន់រួមមានមជ្ឈមណ្ឌលចងក្រងព័ត៌មានសម្ងាត់ NATO នៅក្នុងចក្រភពអង់គ្លេសបញ្ជាការដ្ឋានកងកម្លាំងប្រតិបត្តិការពិសេសនៅក្នុងទីក្រុង Brussels និងអង្គភាពគ្រប់គ្រងប្រតិបត្តិការជើងទឹកនៅក្នុងប្រទេសប៉ូទុយហ្គាល់ជាដើមទោះបីជាចំនួននៃការកាត់បន្ថយនេះមានទំហំតូចបើធៀបនឹងកងទ័ពអាមេរិកសរុបប្រមាណ 80,000 នាក់ដែលកំពុងឈរជើងនៅអឺរ៉ុបប៉ុន្តែវាក៏បានក្លាយទៅជាសញ្ញាអាសន្នថ្មីមួយដែលធ្វើឲ្យសម្ព័ន្ធមិត្តមិនទៅសង្ស័យលើការបដិញ្ញាចិត្តរបស់រដ្ឋធានី Washington ជាពិសេសនៅចំពេលដែលលោក Trump កំពុងបង្កើនសម្ពាធចង់គ្រប់គ្រងកោះ Greenland ពីប្រទេសដាណឺម៉ាកអ្វីដែលធ្វើឲ្យមេដឹកនាំអឺរ៉ុបកាន់តែស្លន់ស្លោនោះកាលពីថ្ងៃទី20ខែមករាមុនពេលចាក់ចែងទៅកាន់ប្រទេសស្វីសលោក Trump បានចែករំលែកអត្ថបទមួយលើបណ្ដាញសង្គមដែលចាត់ទុកអង្គការ NATO គឺជាការគំរាមកំហែងដល់សហរដ្ឋអាមេរិកខណៈដែលលោកហាក់មិនសូវខ្វាយខ្វល់ពីឥទ្ធិពលរុស្ស៊ីនិងចិននោះឡើយសកម្មភាពនេះបូករួមនឹងមហិច្ឆតាចង់គ្រប់គ្រង Greenland បានធ្វើឲ្យអឺរ៉ុបសង្ស័យកាន់តែខ្លាំងឡើងលើការបដិញ្ញាចិត្តរបស់រដ្ឋធានី Washington ក្នុងការការពារទ្វីបនេះយ៉ាងណាមិញមន្ត្រីអង្គការ NATO បានព្យាយាមសម្រាលស្ថានភាពដោយពន្យល់ថាការផ្លាស់ប្ដូរបុគ្គលិកអាមេរិកជារឿងរដ្ឋបាលធម្មតាហើយវត្តមានយោធាអាមេរិកនៅអឺរ៉ុបនាពេលបច្ចុប្បន្ននៅតែមានកម្រិតខ្ពស់នៅឡើយបច្ចុប្បន្នសេតវិមាននិងក្រសួងការពារជាតិអាមេរិកមិនទាន់បានចេញមកបកស្រាយជាផ្លូវការនៅឡើយនោះទេប៉ុន្តែអ្នកសង្កេតការណ៍យល់ថានេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់ Trump ក្នុងការបង្វែរធនធានយោធាមកពង្រឹងសន្តិសុខនៅតំបន់អាកូខាងលិចវិញនាយករដ្ឋមន្ត្រី Greenland លោក Jan Frederiksen Nielsen បានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី21ខែមករាថាចំនួនយោធាទំនងជាមិនកើតឡើងនោះទេប៉ុន្តែក៏មិនអាចច្រានចោលបានដែរលោកបានប្រាប់ពលរដ្ឋខ្លួនឲ្យរៀបចំផែនការទុកមុននិងស្តុកទុកស្បៀងអាហារក្នុងករណីមានសេណារីយ៉ូចំនួនគណៈប្រធានាធិបតីអាមេរិកលោក Donald Trump នៅតែបន្តគម្រាមកំហែងដណ្ដើមយកដែនកោះនេះឲ្យបានតាមការចុះ
ផ្សព្វផ្សាយរបស់ South China Morning Post លោក Neil Ashton បានប្រកាសថារដ្ឋាភិបាល Greenland នឹងបង្កើតក្រុមការងារមួយដើម្បីជួយប្រជាជនក្នុងការរៀបចំសម្រាប់សេណារីយ៉ូសំខាន់ក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេប្រសិនបើចំនួនផ្ទុះឡើងមែនរដ្ឋាភិបាលក៏កំពុងបង្កើតគោលការណ៍ណែនាំថ្មីដើម្បីផ្សព្វផ្សាយដល់សាធារណជនដែលណែនាំឲ្យគ្រួសារនីមួយៗស្តុកទុកស្បៀងអាហារគ្រប់គ្រាន់យ៉ាងហោចណាស់ក៏5ថ្ងៃដែរថ្លែងនៅក្នុងសន្និសីទសារព័ត៌មានដដែលនោះអតីតនាយករដ្ឋមន្ត្រីនិងជាប្រធានទីភ្នាក់ងារហិរញ្ញវត្ថុលោក Maud B. Eddy បាននិយាយថាកោះកំពុងស្ថិតនៅក្រោមសម្ពាធយ៉ាងខ្លាំងហើយត្រូវត្រៀមខ្លួនសម្រាប់សេណារីយ៉ូទាំងអស់ដោយមិនអាចប្រហែសបានឡើយដើម្បីពង្រឹងសន្តិសុខ Greenland ដែលដាណឺម៉ាកនិងប្រទេសចំនួន7ជាសមាជិកអង្គការ NATO បានដាក់ពង្រាយក្រុមបុគ្គលិកយោធាទៅកាន់កោះក្នុងក្របខ័ណ្ឌនៃសមយុទ្ធ Arctic Endurance ក្រោយមកលោកត្រាំបានគម្រាមដាក់ពន្ធ 10% លើបណ្ដាប្រទេសទាំង8រហូតដល់អាមេរិកឈានដល់កិច្ចព្រមព្រៀងពេញលេញដើម្បីទិញកោះ Greenland លោកត្រាំថែមទាំងបានបង្ហោះរូបថតដែលបង្កើតឡើងដោយ AI នៅលើគណនី Truth Social ដែលបង្ហាញគាត់និងអនុប្រធានាធិបតី JD Vance ព្រមទាំងរដ្ឋមន្ត្រីការបរទេស Marco Rubio កំពុងដោតទង់ជាតិអាមេរិកនៅលើទឹកដីទឹកកកនិងព្រិលនៅជាប់នឹងស្លាកសញ្ញាមួយដែលសរសេរថា Greenland នឹងក្លាយជាទឹកដីអាមេរិកចាប់ពីឆ្នាំ2026ក្រុមអ្នកវិភាគយោធាលើកឡើងថាសហរដ្ឋអាមេរិកនឹងមិនមានបញ្ហាច្រើនទេប្រសិនបើខ្លួនជ្រើសរើសប្រើប្រាស់កម្លាំងដើម្បីគ្រប់គ្រងកោះនេះ Greenland មានប្រជាជនត្រឹមតែ 56,000 នាក់ប៉ុណ្ណោះនៅលើតំបន់ដែលមានទំហំធំជាងរដ្ឋតិចសាស3ដងខណៈដែលអាមេរិកមានមូលដ្ឋានយោធានៅភាគខាងជើងបំផុតនៃកោះនេះធ្លាក់ចុះពីមូលដ្ឋានចំនួន17ក្នុងសង្គ្រាមលើកលោកទី2កាលពីចុងសប្តាហ៍ប្រជាជននៅលើកោះរាប់ពាន់នាក់បានដង្ហែក្បួននៅទីក្រុងនោះដើម្បីប្រឆាំងតវ៉ាចេតនារបស់លោកត្រាំក្នុងការគ្រប់គ្រង Greenland កាលពីដើមខែនេះទីភ្នាក់ងារសារព័ត៌មាន Reuters ក៏បានរាយការណ៍ថាមន្ត្រីអាមេរិកកំពុងពិភាក្សាអំពីផែនការមួយដើម្បីបង់ប្រាក់ឲ្យប្រជាជនម្នាក់ៗចន្លោះពី $10,000 ទៅ $10,000 ដើម្បីបញ្ចុះបញ្ចូលពួកគេឲ្យផ្លាច់ខ្លួនចេញពីប្រទេសដាណឺម៉ាកដើម្បីឆ្ពោះទៅរកការបញ្ចូលសហរដ្ឋអាមេរិកទៅក្នុងទឹកដីរបស់ខ្លួនជាមួយគ្នានេះលោកត្រាំបានប្រកាសជំហរយ៉ាងម៉ឺងម៉ាត់យកកោះ Greenland ដោយមិនអាចបកក្រោយបានទេប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានបង្កើនការគំរាមកំហែងកាន់តែខ្លាំងក្នុងការចូលគ្រប់គ្រងកោះ Greenland ដោយបាននិយាយនៅលើបណ្ដាញសង្គមថាមិនអាចបកក្រោយបានទេហើយថាកោះ Greenland ពិតជាចាំបាច់ណាស់នៅក្នុងសន្និសីទសារព័ត៌មានមួយនៅសេតវិមានលោកត្រាំត្រូវបានចោទសួរថាតើលោកហ៊ានបោះជំហានដល់កម្រិតណាដើម្បីទទួលបានកោះ Greenland ហើយលោកបានឆ្លើយតបថាអ្នកនឹងបានដឹងនៅពេលក្រោយទន្ទឹមនឹងនេះប្រធានាធិបតីបារាំងលោក Emmanuel Macron បានប្រមាននៅក្នុងកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកក្នុងប្រទេសស្វីសអំពីការផ្លាស់ប្ដូរទៅរកពិភពលោកដែលគ្មានច្បាប់ទម្លាប់គណៈនាយករដ្ឋមន្ត្រីកាណាដាលោក Mark Carney បាននិយាយថាសណ្ដាប់ធ្នាប់ចាស់នឹងមិនវិលត្រឡប់មកវិញនោះទេយ៉ាងណាមិញសារព័ត៌មាន BBC បានសួរលោកត្រាំថាតើការបែកបាក់សម្ព័ន្ធភាព NATO គឺជាតម្លៃដែលប្រធានាធិបតីរុកនេះសុកចិត្តបង់ដើម្បីទទួលបានកោះ Greenland ដែរឬទេលោកបានឆ្លើយតបថាគ្មាននរណាម្នាក់បានធ្វើអ្វីសម្រាប់ NATO ច្រើនជាងខ្ញុំនោះទេតាមគ្រប់រូបភាពលោកថែមទាំងបាននិយាយថា NATO នឹងសប្បាយចិត្តហើយយើងក៏នឹងសប្បាយចិត្តដែរហើយថាយើងត្រូវការវាសម្រាប់សន្តិសុខពិភពលោកប៉ុន្តែមុននេះលោកចោទសួរថាតើ NATO នឹងជួយសហរដ្ឋអាមេរិកដែរឬទេប្រសិនបើមានតម្រូវការចាំបាច់លោកបានឆ្លើយតបដោយខ្លួនឯងថាសហរដ្ឋអាមេរិកនឹងទៅជួយ NATO ប៉ុន្តែលោកនៅតែសង្ស័យថា NATO ប្រហែលជាមិនមកជួយអាមេរិកទេគួរឲ្យដឹងថា NATO ជាអង្គការសន្ធិសញ្ញាអាត្លង់តិកខាងជើងបច្ចុប្បន្នមានរដ្ឋសមាជិកចំនួន32ដែលក្នុងនោះសហរដ្ឋអាមេរិកគឺជាប្រទេសស្ថាបនិកមួយក្នុងចំណោមប្រទេសស្ថាបនិកទាំង12បន្ថែមពីលើនេះបារាំងបានស្នើឲ្យមានសមយុទ្ធយោធា NATO លើកោះ Greenland ចំពេលមានសម្ពាធខ្លាំងពីលោក Donald Trump ការិយាល័យរបស់ប្រធានាធិបតី Emmanuel Macron បានប្រកាសនៅថ្ងៃពុធទី21ខែមករាឆ្នាំ2026ថាប្រទេសបារាំងបានស្នើឲ្យមានសមយុទ្ធយោធារបស់អង្គការ NATO នៅលើកោះ Greenland ហើយត្រៀមខ្លួនរួចជាស្រេចក្នុងការបញ្ជូនកងកម្លាំងចូលរួមខណៈដែលភាពតានតឹងបានកើនឡើងជុំវិញការជំរុញរបស់ប្រធានាធិបតីអាមេរិក Donald Trump ក្នុងការចង់បានទឹកដីតំបន់អាកតិចមួយនេះ
តាម Reuters សំណើនេះធ្វើឡើងខណៈដែលលោកត្រាំកំពុងធ្វើដំណើរទៅកាន់វេទិកាសេដ្ឋកិច្ចពិភពលោកក្នុងទីក្រុង Davos ដែលនៅទីនោះលោកត្រូវបានគេរំពឹងថានឹងបង្កើនការអំពាវនាវឲ្យអាមេរិកគ្រប់គ្រងកោះ Greenland បើទោះបីជាមានការជំទាស់ពីសម្ព័ន្ធមិត្តអឺរ៉ុបក៏ដោយដែលនេះកំពុងធ្វើឲ្យទំនាក់ទំនងឆ្លងមហាសមុទ្រអាត្លង់តិកកាន់តែមានភាពរកាំរកូសខ្លាំងឡើងថ្លែងនៅក្នុងទីក្រុង Davos កាលពីថ្ងៃអង្គារលោកម៉ាក្រុងបានលើកឡើងថាអឺរ៉ុបនឹងមិនចោះចាញ់អ្នកដែលប្រើប្រាស់អំណាចគំរាមកំហែងនោះទេដោយលោកបានរិះគន់ការគំរាមកំហែងរបស់លោក Donald Trump ក្នុងការដំឡើងពន្ធគយឲ្យខ្ពស់បើអឺរ៉ុបប្រឆាំងនឹងផែនការរបស់លោកលើពីនេះមន្ត្រី NATO បានប្រមានថាជំហររបស់លោក Trump លើកោះ Greenland ប្រឈមនឹងការធ្វើឲ្យសម្ព័ន្ធភាពបាត់បង់ស្ថិរភាពរួមជាមួយការព្រួយបារម្ភថាចំនួននេះអាចនឹងធ្វើឲ្យប៉ះពាល់ដល់សន្តិសុខរួមក្នុងកំឡុងពេលដែលលោកមានភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយកើនឡើងខ្លាំងបែបនេះប្រធានាធិបតីបារាំងលោកម៉ាក្រុងបានប្រាប់វេទិកាសេដ្ឋកិច្ចពិភពលោកថាពិភពលោកកំពុងជួបប្រទះនឹងការផ្លាស់ប្ដូរពោលគឺជាការផ្លាស់ប្ដូរចេញពីការគោរពច្បាប់និងច្បាប់អន្តរជាតិលោកបានបន្តថាវាគឺជាការផ្លាស់ប្ដូរឆ្ពោះទៅរកពិភពលោកមួយដែលគ្មានច្បាប់ជាកន្លែងដែលច្បាប់អន្តរជាតិត្រូវបានគេជន់ឈ្លីហើយជាកន្លែងដែលច្បាប់តែមួយគត់ហាក់ដូចជាមានសារៈសំខាន់គឺជាច្បាប់របស់អ្នកខ្លាំងជាងគេបន្ថែមពីលើនេះផងដែរលោកត្រាំបានដកបុគ្គលិកចេញពីអង្គការសំខាន់របស់ NATO និងចាត់ទុកសម្ព័ន្ធភាពនេះគឺជាការគំរាមកំហែងរដ្ឋបាលរបស់ប្រធានាធិបតី Donald Trump បានសម្រេចចិត្តកាត់បន្ថយចំនួនបុគ្គលិកយោធានិងទីភ្នាក់ងារស៊ើបការសម្ងាត់ប្រមាណជា200នាក់ចេញពីអង្គភាពបញ្ជាការដ្ឋានយុទ្ធសាស្ត្រសំខាន់របស់អង្គការ NATO ដែលសេចក្តីថ្លែងការណ៍នេះកំពុងបង្កឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងក្នុងចំណោមបណ្ដាប្រទេសនៅអឺរ៉ុបបុគ្គលិកទាំងនោះត្រូវបានដកចេញពីមណ្ឌលសំខាន់រួមមានមជ្ឈមណ្ឌលចងក្រងព័ត៌មានសម្ងាត់ NATO នៅក្នុងចក្រភពអង់គ្លេសបញ្ជាការដ្ឋានកងកម្លាំងប្រតិបត្តិការពិសេសនៅក្នុងទីក្រុង Brussels និងអង្គភាពគ្រប់គ្រងប្រតិបត្តិការជើងទឹកនៅក្នុងប្រទេសប៉ូទុយហ្គាល់ជាដើមទោះបីជាចំនួននៃការកាត់បន្ថយនេះមានទំហំតូចបើធៀបនឹងកងទ័ពអាមេរិកសរុបប្រមាណ 80000 នាក់ដែលកំពុងឈរជើងនៅអឺរ៉ុបប៉ុន្តែវាក៏បានក្លាយទៅជាសញ្ញាអាសន្នថ្មីមួយដែលធ្វើឲ្យសម្ព័ន្ធមិត្តមិនទៅសង្ស័យលើការបដិញ្ញាចិត្តរបស់រដ្ឋធានី Washington ជាពិសេសនៅចំពេលដែលលោកត្រាំកំពុងបង្កើនសម្ពាធចង់គ្រប់គ្រងកោះ Greenland ពីប្រទេសដាណឺម៉ាកអ្វីដែលធ្វើឲ្យមេដឹកនាំអឺរ៉ុបកាន់តែស្លន់ស្លោនោះកាលពីថ្ងៃទី20 ខែមករាមុនពេលចាក់ចែងទៅកាន់ប្រទេសស្វីសលោកត្រាំបានចែករំលែកអត្ថបទមួយលើបណ្ដាញសង្គមដែលចាត់ទុកអង្គការ NATO គឺជាការគំរាមកំហែងដល់សហរដ្ឋអាមេរិកខណៈដែលលោកហាក់មិនសូវខ្វាយខ្វល់ពីឥទ្ធិពលរុស្ស៊ីនិងចិននោះឡើយសកម្មភាពនេះបូករួមនឹងមហិច្ឆតាចង់គ្រប់គ្រង Greenland បានធ្វើឲ្យអឺរ៉ុបសង្ស័យកាន់តែខ្លាំងឡើងលើការបដិញ្ញាចិត្តរបស់រដ្ឋធានី Washington ក្នុងការការពារទ្វីបនេះយ៉ាងណាមិញមន្ត្រីអង្គការ NATO បានព្យាយាមសម្រាលស្ថានភាពដោយពន្យល់ថាការផ្លាស់ប្ដូរបុគ្គលិកអាមេរិកជារឿងរដ្ឋបាលធម្មតាហើយវត្តមានយោធាអាមេរិកនៅអឺរ៉ុបនាពេលបច្ចុប្បន្ននៅតែមានកម្រិតខ្ពស់នៅឡើយបច្ចុប្បន្នសេតវិមាននិងក្រសួងការពារជាតិអាមេរិកមិនទាន់បានចេញមកបកស្រាយជាផ្លូវការនៅឡើយនោះទេប៉ុន្តែអ្នកសង្កេតការយល់ថានេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់ត្រាំក្នុងការបង្វែរធនធានយោធាមកពង្រឹងសន្តិសុខនៅតំបន់អាគោខាងលិចវិញ